ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញអំពីរបៀបដែលយើងសម្គាល់ទៅលើរូបភាពមួយសន្លឹកថាតើវា generate ឬមកក៏បង្កើតឡើងដោយ AI ឬក៏មិន AI ជាពិសេសនៅលើបណ្ដាញសង្គម Facebook របស់យើងណាយើងដឹងស្រាប់ហើយថាសប្តាហ៍នេះបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំងគួបផ្សំជាមួយនឹងប្រទេសរបស់យើងដែលទទួលបានការឆ្លៀនពីពួកសៀមហើយនឹងព័ត៌មានភាគច្រើនគឺបំពងខ្លាំងមែនតើអញ្ចឹងដើម្បីកុំឲ្យបងប្អូនអរគ្នាមានការភ័ន្តច្រឡំក៏ដូចជាចូលរួម share នៅព័ត៌មានដែលមិនពិតអញ្ចឹងយើងអាចប្រើប្រាស់វិធីសាស្ត្រនេះបានអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយើងអាចនឹងចូលមកកាន់ Google ឬមួយក៏ Chrome អញ្ចឹងយើងចូលមួយណាក៏បានដែរយើងចូល Google មកយើងវាយពាក្យថា Fresh AI នៅខាងលើណាយើងវាយតាមខ្ញុំមកបន្ទាប់មកវាចេញផ្ទាំងបែបហ្នឹងយើងយកខាងលើដូចគ្នាចូលមកដល់កន្លែងនេះពេលដែលបងប្អូនទាំងអស់គ្នាចូលដំបូងវាអត់ចេញចឹងទេវានឹងទាមទារបងប្អូន log in ជាមួយនឹង Gmail account អញ្ចឹងបងប្អូនអាចនឹង log in ជាមួយនឹង Google account ទៅហើយអាចប្រើប្រាស់បានហើយអញ្ចឹងយើងយកសញ្ញាបូកខាងឆ្វេងនេះមកហើយយកពាក្យ check image បន្ទាប់មកទៀតយើងអាចរើសរូបភាពមួយណាដែលបងប្អូន save ពីលើបណ្ដាញសង្គមណាមាន Facebook មានអីចឹងណាយើងអាចរើសតាមហ្នឹងទៅហើយយើងយករូបមួយហ្នឹងមកហើយយើងមើលខាងស្ដាំដៃវាមានព្រួយមួយអញ្ចឹងយើងចុចព្រួយខ្មៅហ្នឹងមកវានឹង auto generate ឲ្យ AI នឹងឲ្យយើងដឹងថាវាគឺជា AI បង្កើតឬមកក៏មិន AI ហើយតែយើងអាច scroll មកខាងក្រោម 99% AI generate មានន័យថារូបភាពកែច្នៃឬក៏បង្កើតដោយ AI 99%អញ្ចឹងយើងអាចសម្គាល់បានថាវាពិតឬក៏មិនពិតដើម្បីជាប្រយោជន៍មួយដល់បងប្អូនអរគ្នាចូលរួមនៅក្នុងការជួយវគ្គកងទ័ពរបស់យើងនៅពីខាងក្រោយដែរបាទសូមអរគុណ